ในក្នុងកម្មវិធី POS មានរបាយការណ៍មួយចំនួនដែលចាំបាច់សម្រាប់ user ធ្វើការប្រើប្រាស់នៅលើកម្មវិធីផ្នែកលក់ដូចជា end of day នៅក្នុងរបាយការណ៍នេះយើងបានធ្វើការបែងចែកទៅតាមផ្នែកសង្ខេបនៃការលក់មានបង្ហាញនូវព័ត៌មានដូចជា Cross sell គឺជាទឹកប្រាក់លក់ដែលមិនទាន់គណនាពន្ធនិងមិនទាន់ធ្វើការបញ្ចុះតម្លៃ Net sell គឺជាទឹកប្រាក់លក់ដែលមិនទាន់ធ្វើការបញ្ចូលការគណនាពន្ធ Void គឺជាចំនួនទឹកប្រាក់នៃការលុបវិក័យប័ត្រសរុប Sell VAT គឺជាតម្លៃទៅតាមប្រភេទពន្ធ Total Tax គឺជាតម្លៃពន្ធសរុប Total Service Charge គឺជាតម្លៃសរុបនៃសេវាបន្ថែម Total Invoice Summary គឺជាតម្លៃលក់សរុបនៃវិក័យប័ត្រដែលមិនទាន់គណនាកម្រៃជើងសារ Total Commission គឺជាតម្លៃសរុបនៃកម្រៃជើងសារ Total Invoice After Commission គឺជាតម្លៃលក់សរុបចុងក្រោយដកកម្រៃជើងសារ Average Transaction គឺជាតម្លៃលក់ជាមធ្យមនៅក្នុងមួយវិក័យប័ត្រ Average Customer Spending គឺជាតម្លៃដែលអតិថិជនចំណាយជាមធ្យមនៅក្នុងម្នាក់នៅផ្នែកបញ្ចុះតម្លៃមានបង្ហាញនូវព័ត៌មាននៃការបញ្ចុះតម្លៃទៅតាមប្រភេទដូចជាតម្លៃសរុបនៃការបញ្ចុះតម្លៃទៅលើវិក័យប័ត្រនិងតម្លៃសរុបទៅលើការបញ្ចុះតម្លៃទៅតាមមុខម៉នុយចំណែកផ្នែកលក់ទៅតាមប្រភេទនៃការកម្មង់ក៏មានបង្ហាញនូវព័ត៌មានទឹកប្រាក់លក់ទៅតាមប្រភេទនៃការកម្មង់ដូចជាការកម្មង់ញ៉ាំនៅហាងការកម្មង់ខ្ចប់និងការកម្មង់ខ្ចប់តាមរយៈការដឹកជញ្ជូនជាដើមផ្នែកដឹកជញ្ជូនមានបង្ហាញនូវព័ត៌មានការលក់សរុបទៅតាមប្រភេទនៃក្រុមហ៊ុនដឹកជញ្ជូននីមួយៗផ្នែកកម្រៃជើងសារមានបង្ហាញនូវព័ត៌មាននៃតម្លៃកម្រៃជើងសារទៅតាមក្រុមហ៊ុនដឹកជញ្ជូននីមួយៗផ្នែកនៃការទូទាត់មានបង្ហាញនូវទឹកប្រាក់លក់ទៅតាមប្រភេទនៃការទូទាត់នីមួយៗទាំងប្រាក់រៀលនិងប្រាក់ដុល្លារផ្នែកលក់ទៅតាមក្រុមនៃមុខម៉នុយមានបង្ហាញនូវទឹកប្រាក់លក់ទៅតាមក្រុមនៃមុខម៉នុយនីមួយៗចុងក្រោយនៅផ្នែកលក់ទៅតាមប្រភេទនៃមុខម៉នុយមានបង្ហាញនូវព័ត៌មានលក់ទៅតាមប្រភេទនៃមុខម៉នុយនីមួយៗដូចជាភេសជ្ជៈប្រភេទអាហារប្រភេទម៉នុយផ្សេងៗនិងម៉នុយជាឈុតជាដើមលោកអ្នកអាចធ្វើការកំណត់រយៈពេលនៃការបង្ហាញព័ត៌មានដោយកំណត់ការបរិច្ឆេទចាប់ផ្ដើមនិងបញ្ចប់រួចចុចទៅលើប៊ូតុង Show Data ឬលោកអ្នកអាចធ្វើការចុចទៅលើប៊ូតុង Print ដើម្បីធ្វើការ print របាយការណ៍ចេញ